បងប្អូនរួមជាតិនិងប្រិយមិត្តអ្នកស្ដាប់ជាទីគោរពថ្ងៃនេះខ្ញុំបាទសូមជម្រាបជូនបន្តនៅវគ្គបញ្ចប់នៃឯកសាររបស់លោកជីវតាខ្វាន់ស្ដីអំពីខេត្តស្រុកឃុំអំពីអន្តោប្រវេសន៍កងទ័ពនិងអំពីការយាងចេញនៃព្រះមហាក្សត្រដែលជាវគ្គបញ្ចប់នៃឯកសាររបស់លោកជីវតាខ្វាន់នៅប្រទេសកម្ពុជានាសម័យអង្គរក្នុងសតវត្សទី13លោកជីវតាខ្វាន់រៀបរាប់ថាកាលនោះប្រទេសកម្ពុជាមានខេត្តជាង90ដែលមានឈ្មោះសរសេរជាមួយនឹងអក្សរចិនហើយលោកពលពេលយោអានពាក្យទាំងនោះតាមភាសាកុកងឺចំណែកលោកលីធៀមតេងអានពាក្យទាំងនោះតាមបែបជាភាសាទាជីវមានខេត្តឈ្មោះថាជើងពូស្រដៀងនឹងច័ន្ទបូនៅក្នុងប្រទេសថៃសពថ្ងៃនិងមានខេត្តមួយទៀតឈ្មោះថាបាកាងស្រដៀងនឹងពាក្យថាបាកានដែលជាតំបន់មួយនៅក្នុងប្រទេសភូមាសពថ្ងៃសិតសឹងតែជាខេត្តរបស់ខ្មែរកាលពីសម័យនោះហើយក្រៅពីនេះមានខេត្តដទៃទៀតដែលមានឈ្មោះស្រដៀងនឹងពាក្យថាកំពង់ឆ្នាំងបាត់ដំបងរកាកោងព្រៃនគរជាដើមឡាក់ដូច្នេះសូមអញ្ជើញបងប្អូនរីករាយអារម្មណ៍ជាមួយនឹងឯកសាររបស់លោកជីវតាខ្វាន់ដូចតទៅនេះអំពីខេត្តលោកជីវតាខ្វាន់រៀបរាប់ថាខេត្តមានទាំងអស់ជាង90គឺខេត្តជើងពូដែលស្រដៀងនឹងពាក្យថាច័ន្ទបូឆាណាំស្រដៀងនឹងពាក្យថាឆ្នាំងបាកាងស្រដៀងនឹងពាក្យថាបាកានខេត្តមុងលៀងពោជស៊ីភៅមួយទីហួងបាក់លុតបោណៃកាខាំងពោជស៊ីឌីជាដើមក្រៅពីនេះខ្ញុំមិនចាំឈ្មោះទេខេត្តនីមួយសុទ្ធតែមានមន្ត្រីធំនៅកាន់កាប់ហើយមានធ្វើបន្ទាយឈើជារបាំងផងអំពីស្រុកភូមិនៅក្នុងភូមិនីមួយជួនមានវត្តជួនមានប្រាសាទហើយមានមន្ត្រីម្នាក់នៅត្រួតត្រាយ៉ាងម៉ត់ចត់មន្ត្រីនោះគេហៅថាមួយស៊ីដែលលោកពលពេលយោបញ្ជាក់ថាទំនងជាមកពីពាក្យថាមេស្រុកនៅតាមផ្លូវធំតែមានសាលាមួយសម្រាប់ឈប់សម្រាកគេហៅថាសឹមបៈដែលលោកពលពេលយោសន្មតថាសម្រាកប៉ុន្តែនៅពេលថ្មីនេះមានការចម្បាំងជាមួយនឹងប្រទេសសៀមភូមិទាំងនេះក៏ប្រែក្លាយទៅជាដីវាលទៅវិញអំពីប្រមាត់ប្រមងបាទនៅត្រង់នេះខ្ញុំបាទសូមជម្រាបជូនឲ្យបងប្អូនបានជ្រាបនៅពាក្យខ្មែរដែលនិយាយថាប្រមាត់ប្រមងមកពីពាក្យថាបាត់បង់ឧទាហរណ៍ព្រានប្រមាញ់គឺព្រានដែលប្រកបរបរដោយបាញ់គឺពាក្យប្រមាញ់คล้ายមកពីពាក្យបាញ់ព្រានប្រមងគឺជាព្រានដែលប្រកបរបរដោយបង់សំណាញ់ប្រមងคล้ายមកពីពាក្យបង់ដូច្នេះពាក្យប្រមាត់ប្រមងគឺសំដៅទៅលើអ្នកដែលចាប់មនុស្សឲ្យបាត់បង់ទៅពាក្យប្រមាត់ប្រមងคล้ายមកពីពាក្យបាត់បង់គឺអ្នកដែលធ្វើឲ្យមនុស្សបាត់បង់ទៅកាលពីសម័យអង្គរក៏មានប្រមាត់ប្រមងចាប់មនុស្សដូចជាសម័យសប្តាហ៍នេះដែលមានប្រមាត់ប្រមងចាប់ក្មេងៗដូចគ្នាដែរក្នុងឯកសារលោកជីវតាខ្វាន់សរសេរថាកាលពីមុននេះតែដល់ខែទី8គេតែងធ្វើការចាប់មនុស្សយកប្រមាត់ពីព្រោះស្ដេចក្រុងចាមក្នុងមួយឆ្នាំគេសុំយកប្រមាត់មនុស្សមួយធូដែលមានចំនួនរាប់ពាន់នៅក្នុងពេលយប់គេចាត់ពួកអ្នកយកប្រមាត់ដែលហៅថាប្រមាត់ប្រមងដើរទៅតាមផ្លូវនានាក្នុងទីក្រុងនិងក្នុងភូមិបើប្រទះមនុស្សណាដើរក្នុងពេលយប់ស្ងាត់នោះគេចាប់យកខ្សែចងក្បាលឲ្យជាប់ហើយយកកូនកំបិតចាក់ក្រោមក្លៀកខាងស្ដាំខ្វេះយកប្រមាត់ដាក់ក្នុងធូលុះត្រាតែបានពេញចំនួនទើបគេយកទៅថ្វាយស្ដេចក្រុងចាមប៉ុន្តែគេមិនយកប្រមាត់នេះជនជាតិចិនទេពីព្រោះមានកាលមួយឆ្នាំនោះគេយកប្រមាត់របស់ចិនមួយទៅលាយនឹងគេក៏បណ្ដាលឲ្យខូចស្អុយរលួយខូចប្រមាត់នៅក្នុងធូលែងប្រើការបានទាំងអស់ពេលក្រោយមកគេលែងមានការដើរចាប់យកប្រមាត់ទៀតហើយគេចាត់មន្ត្រីដោយឡែកសម្រាប់មុខងារខាងយកប្រមាត់ពីពួកក្រមអំណាចខ្លួនដែលគេតាំងទីកន្លែងឲ្យនៅជាយក្រុងក្បែរទ្វារខាងជើងអំពីអន្តោប្រវេសន៍ពួកជនជាតិចិនដែលជាអ្នកស៊ីឈ្នួលដើរសំពៅកាលមកដល់ស្រុកនេះក៏ពេញចិត្តគេខ្លាំងណាស់ព្រោះស្រុកនេះមិនបាច់ប្រើសម្លៀកបំពាក់ច្រើនហើយអង្គគេក៏ស្រួលរកប្រពន្ធក៏ស្រួលរកបានឯផ្ទះសម្បែងក៏ងាយធ្វើគ្រឿងប្រើប្រាស់ក៏ងាយរកការលក់ដូរក៏ធូរងាយម្ល៉េះហើយបានជាមានអ្នកចូលពីស្រុកក្រៅមករស់នៅក្នុងស្រុកនេះច្រើនណាស់អំពីកងទ័ពក៏ធ្វើដំណើរដោយលេងខ្លួនឥតអាវដៃស្ដាំគេកាន់លំពេងដៃឆ្វេងកាន់ខែលគ្មានប្រើធ្នូនិងព្រួញទេកំភ្លើងធំឬអាវក្រោះក៏គ្មានដែរ ធ្
ធ្លាប់ឮគេថាកាលកើតចម្បាំងនឹងជាតិសៀមគេនាំគ្នាកែអ្នកស្រុកទៅវាយដោយកម្លាំងតែម្ដងពុំមានប្រើល្បិចកលឧបាយអ្វីឡើយអំពីការយាងចេញនៃព្រះមហាក្សត្រខ្ញុំបានឮគេនិយាយថាស្ដេចអង្គមុនមិនដែលយាងចេញទៅណាទេព្រោះខ្លាចមានរឿងហេតុស្ដេចអង្គថ្មីនេះត្រូវជាសន្និសាស្ដេចមុនកាលពីដើមលោកមានឋានៈជាមេទ័ពបិតាក្មេកនោះសពព្រះតីនិងបុត្រីព្រះអង្គណាស់បានជាកូនស្រីនេះលួចយកព្រះខ័នមាសបានហើយយកទៅឲ្យប្តីរបស់ព្រះនាងបុត្រាបង្កើតក៏មិនបានទទួលរាជស្នងបិតាក៏លើកទៅវាយដណ្ដើមរាជតែត្រូវស្ដេចថ្មីជ្រាបការទាន់ចាប់បាននាំយកមកកាត់ម្រាមជើងហើយយកទៅដាក់គុកងងឹតស្ដេចថ្មីនេះមានពាក់អាវក្រោះដែកទោះបីគេប្រើកំបិតឬព្រួញក៏មិនអាចមុតបានដែរដូច្នេះហើយទើបព្រះអង្គហ៊ានយាងចេញក្រៅខ្ញុំបានទៅនៅទីនោះជាង1ឆ្នាំបានឃើញព្រះអង្គយាងចេញមក 4-5 ដងការយាងចេញមកម្ដងណាតែមានកងទ័ពនៅការពារពីមុខមានអ្នកកាន់ទង់ជ័យនិងមានមន្ត្រីនៅខាងក្រោយស្រីស្នំ4 ឬ 5 នាក់ស្លៀកសម្ពត់ផ្កាសៀតផ្កានៅសក់ក្បាលដៃកាន់ទៀនធំដើរជាមួយក្រុមទោះបីនៅពេលថ្ងៃភ្លឺក្រឡែតក្តីក៏គេអុជទៀនដែរនៅក្នុងចំណោមស្រីស្នំទាំងនោះមានខ្លះកាន់គ្រឿងមានដូចជាភាជន៍មាសនិងគ្រឿងបិទបាំងជាដើមផ្សេងពីគ្នាមិនដឹងជាគេយកទៅប្រើការអ្វីខ្លះឡើយនៅមានស្រីស្នំខ្លះទៀតកាន់ស្នលំពេងខែលជាតបនៅខាងក្នុងមួយក្រុមទៀតផងមានរទេះទឹមពពែនិងរទេះទឹមសេះដែលមានតាក់តែងដោយគ្រឿងមាសបដង្ហែដែរពួកនិមឺនសពមុខមន្ត្រីនិងពួកញាតិវង្សសុទ្ធតែជិះដំរីនៅខាងមុខបើមើលពីចម្ងាយទៅឃើញសុទ្ធតែខ្លោះពណ៌ក្រហមឥតគណនាបន្ទាប់មកទើបដល់ព្រះមហាអាស័យធំតូចតាមលំដាប់ថ្នាក់ជិះអង្រឹងស្នែងជិះរទេះសេះឬជិះដំរីដ៏មានខ្លោះបើកបាំងមិនតិចជាង100ទេបន្ទាប់មកទៀតទើបដល់ព្រះរាជាទ្រង់ឈរនៅលើខ្នងដំរីព្រះហស្ថកាន់ព្រះខ័នទឹកភ្លុកដំរីព្រះទីនាំងសឹងមានពាក់ចង្កំមាសមានខ្លោះសទម្រង់ជាស្វេតឆ័ត្រចំនួន20ដ៏មានសេមមាសបើកបាំងជុំព្រះអង្គដែលសុទ្ធតែជាខ្លោះដងមាសនៅជុំវិញព្រះអង្គមានទ័ពដំរីប្រដាប់ដោយអាវុធជាគ្រឿងការពារបើប្រសិនជាស្ដេចយាងទៅណាចិត្តទេទ្រង់គង់លើគ្រែស្នែងឬព្រះវរហើយអ្នកសែងសុទ្ធតែស្រីស្នំសឹងតែរាល់ដងកាលណាស្ដេចយាងចេញដំណើរតែងតែមានរូបស្ទប់តូចមួយហើយពីមុខនេះមានព្រះពុទ្ធរូបមាសមួយអង្គផងសែងពីមុខព្រះរាជាបណ្ដាជនដែលនៅតាមដងផ្លូវត្រូវសំពះលុតជង្គង់ក្រាបក្បាលដល់ដីដែលហៅថាសម្បាទំនងជាមកពីពាក្យថាសំពះបើពុំដូច្នោះទេនឹងត្រូវគេចោទថាមើលងាយព្រះចេស្តាហើយនឹងត្រូវគេចាប់យកទៅឃុំចោលឥតដោះលែងឡើយក្នុងមួយថ្ងៃព្រះរាជាទ្រង់កិច្ចការរដ្ឋ2លើកគឺទទួលសាវនាការពីរដ្ឋមន្ត្រីនិងរាស្ត្រប៉ុន្តែគ្មានបញ្ជីកត់កំណត់ចំនួនមនុស្សនិងកិច្ចការនោះឡើយបើមន្ត្រីឬរាស្ត្រណាចង់ចូលកលត្រូវតែចូលទៅអង្គុយបត់ជើងផ្ទាល់នឹងដីរងចាំជាមុនមួយសន្ទុះក្រោយមកទើបឮសូរសំឡេងតន្ត្រីរងំពីខាងក្នុងអ្នកនៅខាងក្រៅផ្លុំសាំងតបទៅវិញខ្ញុំឮគេថាគេប្រើតែទីនាំងគ្រែស្នែងមាសឬព្រះវរមាសទេបើគ្រាន់តែយាងទៅណាចិត្តបន្តិចមកគេឃើញស្រីស្នំ2នាក់រូតវាំងននព្រះវរនោះឡើងក៏លិចឃើញស្ដេចគួងឈរកាន់ព្រះខ័ននៅក្នុងស៊ុំមាសដែលជាទីព្រះទេនគួងប្រថាប់ពេលនោះទាំងមន្ត្រីទាំងរាស្ត្រសុទ្ធតែអោនក្បាលលើកដៃសំពះលុះត្រាតែផុតសំឡេងសាំងដែលជាសញ្ញាឲ្យងើបមុខឡើងទើបហ៊ានងើបព្រមគ្នាស្ដេចក៏គួងប្រថាប់ដែរព្រះទេននោះក្រាលដោយស្បែកសត្វសឹងដែលជាគេដំណរមកច្រើនស្ដេចហើយលុះទ្រង់ប្រស័យការចប់ហើយស្ដេចយាងចូលវិញដោយមានស្រីស្នំ2នាក់រូតរនាំងបិទដូចដើមអ្នកទាំងអស់គ្នាក៏ក្រោកឈរហើយអែបខ្លួនទៅគៀនរៀងខ្លួនពិតមែនតែស្រុកនេះមិនសូវស៊ីវិល័យតែគេស្គាល់ច្បាប់ទម្លាប់គោរពព្រះមហាក្សត្របងប្អូនរួមជាតិនិងប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីនេះជាវគ្គបញ្ចប់នៃឯកសាររបស់លោកជីវតាខ្វាន់នៅអាទិត្យក្រោយខ្ញុំបាទនឹងបន្តជូននៅប្រវត្តិសាស្ត្រខ្មែរវគ្គទី5ស្ដីអំពីកម្ពុជាសម័យចុងអង្គរដែលនឹងរៀបរាប់ចាប់ពីរាជព្រះបាទជ័យវរ្ម័នបរមេស្វារៈឬព្រះបាទត្រសក់ផ្អែមដែលបន្តរាជនៅទីក្រុងអង្គរតរៀងមកសូមអរគុណដល់ការយកចិត្តទុកដាក់ស្ដាប់របស់បងប្អូន
ពីខ្ញុំមីសុភីវិទ្យុខ្មែរពិភពលោកទីក្រុងលីយ៉ុងប្រទេសបារាំង